ជំរាបសួរអ្នកគ្រូខ្ញុំបាទឈ្មោះសុខេច័ន្ទរតនាមកពីក្រុមទី6ដែលមានសមាជិក2នាក់ថ្ងៃនេះខ្ញុំជ្រើសរើសយក assignment ទី2 UDP Finger មកបកស្រាយជាដំបូងត្រូវស្វែងយល់ថាអ្វីជា UDP មកពីពាក្យពេញថា User Datagram Protocol ដែលវា operate លើ Transport Layer នៃ Internet Protocol ហើយវាត្រូវបានប្រើសម្រាប់បញ្ជូនទិន្នន័យនៅលើ Internet និងបណ្ដាញផ្សេងៗUDP Finger សំដៅទៅលើ program ដែលបញ្ជូន UDP packet ទៅកាន់ port នៅលើ target host ជាក់លាក់ណាមួយនិងរងចាំការឆ្លើយតបមកវិញវាប្រើសម្រាប់ UDP connectivity និង assessing network performance client បង្កើត UDP socket និង generate UDP packet បញ្ជូនទៅកាន់ IP address ជាក់លាក់របស់ server ពេលនោះ server នឹងបានកំណត់ម៉ោងបន្ទាប់មក server នឹងបញ្ជូនទិន្នន័យទៅកាន់ IP address របស់ client នោះវិញប្រសិនវាទទួលបានការឆ្លើយតបនោះវានឹងបញ្ឈប់ម៉ោងកំណត់និងកណនី round trip time ប្រសិនបើវាមិនទទួលបានការឆ្លើយតបនោះទេតាមពេលវេលាកំណត់វានឹងសន្មតថា packet loss ឬ target service not responding ជាបន្តសមាជិករបស់យើងគឺលោកពីលីគេនឹងធ្វើការ demo នៅលើ assignment មួយនេះបាទសម្រាប់ demo ទី2របស់យើងគឺយើងមានកូដដូចទៅនឹង part 1ដែរគឺយើងប្រើជា client ហើយនិង server ដែលមាន function retain ដូចដើមគឺមាន resolving host ជាមួយនឹង UDP client ដែល function ទាំងពីរនេះគឺដំណើរការដូចទៅនឹង demo part 1ដែរអូខេហើយសម្រាប់ client server គឺយើងមាននៅ UDP function សម្រាប់ serverអូខេអញ្ចឹងជា tool ក្នុងការដំណើរការក្នុងតាក់ទងជាមួយទៅលើ configuration demo លើកនេះគឺយើងប្រើនៅ WSL2 អូខេអញ្ចឹងហើយខ្ញុំក៏បើកនៅ command prompt ដែលជា executable terminal មួយទៀតអញ្ចឹង purpose របស់យើងគឺយើងចង់ធ្វើសម្រាប់ host ពីរផ្សេងគ្នាអញ្ចឹងគឺខ្ញុំបានបើកជាមួយនឹង WSL distro របស់ខ្ញុំចេញមកអូខេអញ្ចឹងក្នុង WSL នេះគឺខ្ញុំបានធ្វើការ save តាក់ទងជាមួយទៅលើ code របស់យើងដែលជា server side រួចរាល់អញ្ចឹងខ្ញុំសូមធ្វើការបើកវាអូខេអញ្ចឹងវាមាន function ដូចទៅនឹង code ដើមរបស់យើងដែលយើង store ទុកនៅក្នុង Windows អូខេអញ្ចឹងជំហានបន្ទាប់ខ្ញុំក៏ចាប់ផ្ដើមធ្វើការ checking តាក់ទងជាមួយទៅលើ IP address ផុសWSL Ubuntu ខ្ញុំដែលខ្ញុំចាប់ផ្ដើមប្រើ IP address config អូខេគឺខ្ញុំទទួលបាន IP ប៉ុណ្នេះអូខេអញ្ចឹងដល់បន្ទាប់ពីខ្ញុំទទួលបាន IP ហ្នឹងហើយខ្ញុំនឹងចាប់ផ្ដើម activate នៅ client side code ដើម្បីឲ្យ Ubuntu server អាចធ្វើការ listen នៅ request អញ្ចឹងខ្ញុំប្រើតាក់ទងជាមួយទៅលើ Python បន្ទាប់មកខ្ញុំប្រើ server.py ហើយបន្ទាប់មកទៀតគឺខ្ញុំ pass នៅ IP ដែលខ្ញុំបាន config មិញមកអូខេហើយបន្ទាប់មកខ្ញុំបើក port អូខេដែល port ដែលខ្ញុំដាក់គឺ port 8080អូខេអញ្ចឹងឃើញថាឥឡូវគឺ Ubuntu គឺចាប់ដើម lesson ហើយអញ្ចឹងត្រឡប់មក client side របស់យើងវិញឥឡូវខ្ញុំបង្ហាញគឺតាក់ទងជាមួយនឹង code របស់យើងគឺយើងមាន client code ហើយនិង server code ប៉ុន្តែខ្ញុំប្រើ client អូខេតាក់ទងជាមួយនឹង code client គឺខ្ញុំប្រើ client.py ដែល client.py បន្ទាប់មកគឺខ្ញុំចាប់ផ្ដើម pass ទៅលើ IP address ដែលខ្ញុំបានប្រើមិញហ្នឹងហើយនឹងជាមួយនឹង port 8080ហើយជំហានបន្ទាប់ទៀតគឺខ្ញុំបើកជាមួយទៅលើ pin ដែលខ្ញុំប្រើ10 pin ហើយបន្ទាប់មក iteration គឺខ្ញុំប្រើ1ហើយអញ្ចឹងគឺដំណើរការគឺវាចាប់ផ្ដើមហើយឃើញថា request ហ្នឹងគឺវាចាប់ផ្ដើមដំណើរការពី client side ទៅកាន់ server side ហើយគឺវាចំនួន10ដងអូខេអញ្ចឹងជាលទ្ធផលយើងទទួលបាន RTT ចំនួនប៉ុណ្នេះហើយដំណើរការនៅក្នុង server side គឺវានៅតែបន្តអញ្ចឹងបើសិនជាយើងមាន request បន្តទៀតអរគុណ